រដ្ឋបាលរាជធានីបដិសេធការជារំលែកហួសហេតុពេកពីគ្រួសារចំនួន3ក្នុងគម្រោងសាងសង់ស្ពានទន្លេបាសាក់ដើម្បីអភិវឌ្ឍដោយផែនការរដ្ឋបាលរាជធានីភ្នំពេញឆ្លើយតបនឹងម្ចាស់បណ្ដាញសង្គម Facebook និង TikTok ឈ្មោះឆៃវ៉ាន់សៀងដែលបានបង្ហោះរូបភាពដោយលើកឡើងកាលពីថ្ងៃទី12ខែមិថុនាឆ្នាំ2025ថាគេមើលគ្រូរើផ្ទះរបស់ខ្ញុំហើយដោយមិនទាន់បានសំណងសំរុំខាងស្ពានចង្រែក្រើមព្រៃប្រាសូមសម្ដេចពុកសម្ដេចម៉ែសម្ដេចនាយករដ្ឋមន្ត្រីនិងលោកជំទាវជួយរកយុត្តិធម៌ជូនពួកខ្ញុំផងគម្រោងនេះរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយនឹងគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់រួចរាល់បាន 98% ហើយគឺនៅសល់តែចំនួន3គ្រួសារតែប៉ុណ្ណោះរដ្ឋបាលរាជធានីភ្នំពេញលើកឡើងថាសំណងផលប៉ះពាល់សរុប $3,320,761 និង86 សេនប៉ុន្តែពួកគាត់មិនព្រមទទួលយកដោយទាមទារតម្លៃហួសហេតុដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបានរដ្ឋបាលរាជធានីភ្នំពេញចាំបាច់ត្រូវដកហូតទីតាំងខាងលើនេះមកឲ្យក្រុមការងារបច្ចេកទេសបន្តអនុវត្តសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ឲ្យទាន់ផែនការកំណត់ដើម្បីប្រយោជន៍សាធារណៈដោយមិនអាចបណ្តែតបណ្តោយឲ្យបងប្អូនប្រជាពលរដ្ឋចំនួន3គ្រួសារធ្វើឲ្យរាំងស្ទះដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះឡើយសូមជម្រាបថាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រើមព្រែកប្រាស្ថិតនៅភូមិអូនដងសង្កាត់ព្រែកប្រាខណ្ឌស្វាយអំពៅរាជធានីភ្នំពេញដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចសង្គមរវាងតំបន់ខាងកើតនិងខាងលិចរាជធានីភ្នំពេញជាពិសេសនឹងការបញ្ជៀសការកកស្ទះចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃចំណុចស្ពានព្រះមនីវង្សដែរ